ពេលខ្លះការធ្វើដំណើរដ៏ល្អមិនមែនជាការធ្វើដំណើរដែលអត់ឈប់ឈរតែជាការធ្វើដំណើរមួយហើយស្ដាប់សំឡេងបេះដូងខ្លួនឯងលោតនៅទីកន្លែងទាំងអស់នោះស្វាគមន៍មកកាន់ដំណើរកម្សាន្តនៅស្រុកសំឡូតខេត្តបាត់ដំបងជាទីមនោរម្យដែលខ្ញុំបានចំណាយពេលមួយសាមញ្ញតែគ្រប់វិនាទីពោពេញទៅដោយក្តីសុខពេលនេះម៉ោង 10 កន្លះយប់ហើយខ្ញុំបានសម្រេចចិត្តធ្វើដំណើរតែម្នាក់ឯងទៅខេត្តបាត់ដំបងដោយសារតែបងសាន់ដឺគាត់ជាប់ការងារនៅខេត្តបាត់ដំបងស្រាប់ហើយក៏មានពេល2ថ្ងៃសម្រាប់ការដើរលេងបែប slow day នៅខេត្តបាត់ដំបងដែរអញ្ចឹងខ្ញុំក៏សម្រេចចិត្តឡើងឡានធ្វើដំណើរទៅបាត់ដំបងតែម្នាក់ឯងទាំងយប់ហ្នឹងដោយសារតែខ្ញុំអត់ចង់ឲ្យគាត់ខាត់ពេកមកយកខ្ញុំហើយឡើងទៅវិញទៅមកអូយនិយាយថាហត់ហើយខាត់ពេកច្រើនទៀតខ្ញុំក៏បានធ្វើការកក់សំបុត្រឡានក្រុង Larita តាមរយៈ Redbus ជា app និង website កក់សំបុត្រឡានក្រុងលំដាប់ថ្នាក់លេខ1លើពិភពលោកម៉ោង 7:11 ខ្ញុំក៏បានមកដល់ចំណតឡានហើយធ្វើការអង្គុយរងចាំមកសន្ទុះធំដែរហើយមកឡានក៏បានចេញដំណើរជាធម្មតាខ្ញុំចូលចិត្តធ្វើដំណើរទៅខេត្តមួយចំនួនដូចជាខេត្តសៀមរាបខេត្តកំពតខេត្តបរសេនុតាមរយៈរថយន្តក្រុងដោយសារតែឆ្ងាយអញ្ចឹងទៅខ្ជិលបើកឡានឬក៏ធ្វើដំណើរដោយខ្លួនឯងអញ្ចឹងពេលខ្ញុំធ្វើដំណើរតាមរថយន្តក្រុងម្ដងគឺធ្វើដំណើរតាមរយៈក្រុមហ៊ុន Lavita នឹងឯងព្រោះសេវាកម្មគេល្អកន្លែងគេក៏ស្អាតមានសុវត្ថិភាពហើយធំទលាយស្រួលគេងមែនតើហើយអ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាហ្នឹងគឺ Larita មានជើងចេញដំណើរពីភ្នំពេញទៅមកបាត់ដំបងនិងពីបាត់ដំបងទៅមកសៀមរាបហើយបងប្អូនអាចសាកល្បងបានឆ្លៀតពេលហ្នឹងខ្ញុំក៏ចង់ប្រាប់បងប្អូនដែរអំពីរបៀបកក់សំបុត្រឡានតាមរយៈ app និង website មួយដែលងាយស្រួលមិនចាំបាច់ចំណាយពេលទៅផ្ទាល់នោះគឺ app Redbus ងាយស្រួលមែនតើនៅក្នុងការកក់សំបុត្រឡានចង់ទៅណាមកណាអញ្ចឹងចុចតែមួយខ្វាច់ពីរខ្វាច់ដឹងទាំងតម្លៃដឹងទាំងកៅអីតនេហើយដឹងថាចេញទៅណាម៉ោងម៉ានអីទៀតងាយស្រួលហ្មងណាអ្នកដែលអាសាធ្វើដំណើរតាមរយៈឡានក្រុងមាន app នេះមួយគឺល្អហ្មងហើយចំពោះការកក់វិញខ្ញុំនឹងប្រាប់បងប្អូននៅចុងវីដេអូជាមួយនឹងប្រម៉ូកូដផងដែរ Larita នេះសេវាកម្មខ្ញុំឲ្យ10លើ10ហ្មងនិយាយចេញពីចិត្តណាកន្លែងគេងក៏ស្អាតបុគ្គលិកក៏រុះរាយហើយខ្ញុំចង់ឲ្យមាន Larita ទៅគ្រប់ខេត្តក្រុងមែនតែនហ្មងណានេះគឺជាសម្ដីពិតរបស់អតិថិជនពិតតែម្ដងឥឡូវយើងមកនិយាយពាក់ព័ន្ធជាមួយនឹងដំណើរកម្សាន្តរបស់យើងវិញណោះឥឡូវហ្នឹងគឺម៉ោង 5 ហើយយើងបានមកដល់ខេត្តបាត់ដំបងដោយជោគជ័យហើយបន្ទាប់មក Sander បានមកយកខ្ញុំចេញពីបេនឡានហ្នឹងដើម្បីធ្វើដំណើរនៅព្រឹកស្អែកនេះឥឡូវយើងមកញ៉ាំបាយនៅសាលាសាហរតិចអូនហើយបានចេញចូលជុំគ្នាអរគុណបងចាអូនចេញអរគុណចាបងចាប់បាយនៅសាលាសាហរហ្នឹងឆ្ងាញ់ណាស់បងប្អូនខ្ញុំធ្លាប់តែញ៉ាំបាយស្រូបធម្មតាមានជ្រក់តែមួយតែនៅនេះមានជ្រក់4ហើយតម្លៃសមរម្យទៀតទាំងឆ្ងាញ់ទាំងតម្លៃសមរម្យអញ្ចឹងបានជាបាយនៅសាលាសាហរហ្នឹងមានឈ្មោះល្បីអ្នកទាំងអស់គ្នានៅក្បែរសាលាសាហរនេះគឺមិនមាន ត្រឹមតែបាយស្រូបទេមានច្រើនដូចជាstreet food នេះលីហាហើយមានវិជូមានអីចឹងណាអញ្ចឹងអ្នកគ្នាចង់មកញ៉ាំអីអាចមកមើលបានថានៅនឹងអាចញ៉ាំអីបានក្រៅពីបាយស្រូបក៏មានដែរគេអ្នកគ្នាយើងចេញពីនេះទៅគឺយើងនឹងធ្វើដំណើរទៅសំឡូតហើយមានអារម្មណ៍ថាចង់ដូរអាវតិចដល់សារតែពេលទៅសំឡូតគឺយើងពាក់អាវពណ៌សអីត្រូវហ្មងអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅសំឡូតទាំងអស់គ្នាធ្លាប់តែឮថាស្រុកសំឡូតនឹងស្អាតអត់ដែរបានមកសោះតែមានណាដល់ពេលជិះមកទៅសភាពតាមផ្លូវគេស្អាតមែនតើនៅទាំងអស់គ្នានេះគឺជាទឹកធ្លាក់បរណាងឬក៏គេហៅថាទឹកធ្លាក់សំឡូតចាស់ហើយមួយទៀតគឺទឹកធ្លាក់ Angelina Jolie ទឹកនេះគឺថ្លាឆ្វង់ហ្មងបងប្អូនប៉ុន្តែទាស់តែថាខ្ញុំទៅលើកនេះគឺចំខែទឹកស្ទើរតែខ្ញុំនឹងទៅម្ដងទៀតនៅពេលដែលខែទឹកច្រើនណាទីនេះហាក់ដឹងតែស្អាតហ្មងបងប្អូនអញ្ចឹងយើងទៅរកកន្លែងគេងនៅស្រុកសំឡូតទាំងអស់គ្នាឥឡូវហ្នឹងយើងបានមកដល់ផ្ការព្រៃរីសតហើយដោយសារតែរៀងថ្ងៃអញ្ចឹងទៅមិនទាន់ឃើញស្អាតទេតែនៅពេលព្រឹកការព្រៃរីសតនេះក៏ស្អាតដែរហើយល្បីនៅក្នុង Facebook មែនតើបើអត់បានមកគួរឲ្យស្ដាយខែហ្នឹងទោះបីជាទេសភាពអសបៃតងប៉ុន្តែមានផ្ការីកច្រើនណាស់បងប្អូនហើយថ្ងៃលិចខែហ្នឹងក៏ស្អាតដែរហើយអ្នកទាំងអស់គ្នាបន្ទាប់ពីយើងញ៉ាំបាយហើយឥឡូវយើងមកមើលបន្ទប់ដែលយើងត្រូវស្នាក់នៅយប់នេះដែលខ្ញុំធ្លាប់
លឺកន្លងមកប៉ុន្តែខ្ញុំអត់ដែរធ្លាប់មកនឹងទេនេះបន្ទប់គេងតម្លៃប្រហែលជា$90គេមាន free breakfast ដូចគ្នាហើយបន្ទប់នេះក៏ស្អាតដែរមើលឃើញទេសភាពអញ្ចឹងជាលក្ខណៈដុំហើយបន្ទាប់ពីមើលបន្ទប់ហើយខ្ញុំក៏ចេញមកខាងក្រៅហើយបានគេងលក់មកបន្តិចទៅដោយសារតែនៅនឹងបរិយាកាសល្អពេកយោនិយាយឡើងចាប់5ស្អាតទៅនៅអស់គ្នាពលឺអីមិនគូស្អាតមែនតើ perfect អូបរិយាកាសជុំនឹងដឹងល្ងាមអីអត់មានអាវល្ងាមមកឯណាអ្នកគ្នាអត់មានគម្រោងទេវ៉ាបរិយាកាសនៅនេះគឺសមមែនតើសម្រាប់អ្នកដែលគាត់ចូលចិត្តទេសភាពបែបធម្មជាតិហើយបូកជាមួយការរៀបចំបន្ថែមទៀតប៉ុន្តែស្នាជាប់មួយធម្មជាតិអត់មាននៅឆ្ងាយពីធម្មជាតិប្រហែលទេមើលទៅវាស៊ីគ្នាសមជាមួយនឹងការរៀបចំខ្លាំងមែនតើដូចដាំផ្កាដាំអីចម្រុះពណ៌ហើយរដូវនេះគឺរដូវផ្ការីកដល់ពេលអញ្ចឹងផ្កាវារីកព្រីងប្រងពេញហ្នឹងហ្មងដូចខ្ញុំនិយាយចឹងអ្នកទាំងអស់គ្នាខែហ្នឹងណាគឺថាទេសភាពថ្ងៃលិចស្អាតមែនតើមើលអ្នកទាំងអស់គ្នាអ្នកចូលចិត្តមើលថ្ងៃលិចដឹងតែត្រូវជាមួយនឹងខែហ្នឹងខ្លាំងហ្មងទាំងសមុទ្រទាំងភ្នំពេលអាកាសធាតុត្រជាក់ខ្លាំងអញ្ចឹងហើយបានសាច់អាំងលើភ្នំអីនិយាយពីថាឆ្ងាញ់ញាក់ហ្មងបងប្អូនពេលញ៉ាំឆ្អែតរួចរាល់ហ្នឹងគឺយើងគេងមើលផ្កាយហើយពេលមេឃស្លាស់ចឹងគឺមើលផ្កាយច្រើនមែនតើឆ្លៀតពេលនឹងដែរខ្ញុំក៏បានធ្វើការកក់ទិញសំបុត្រឡានឲ្យហើយតាមរយៈ Red Bus ហើយយើងជិះ Larita ត្រឡប់ទៅភ្នំពេញវិញដែររបៀបកក់គឺងាយស្រួលមែនតើគ្រាន់តែចុចមួយក្បាច់ពីរក្បាច់រួចរាល់ហើយយើងចូលទៅ Red Bus App បន្ទាប់មកយើងកំណត់ទីតាំងទាំងពីរដែលយើងចង់ធ្វើដំណើរទៅមកហើយបន្ទាប់មកវានឹង load មកនៅម៉ោងដែលយើងអាចទៅបានហើយយើងស្រឡាញ់ម៉ោងណាចុចម៉ោងហ្នឹងទៅជ្រើសរើសកៅអីដែលយើងពេញចិត្តទៅបន្ទាប់មកគេនឹងឲ្យយើង confirm ពីកន្លែងឡើងនិងកន្លែងចុះនៅទីតាំងដែលយើងចង់ទៅនឹងឯងចុងក្រោយគឺយើងត្រូវ confirm ពីព័ត៌មានរបស់ខ្លួនឯងពេញព័ត៌មានរបស់ខ្លួនឯងចូលទៅវាឲ្យយើង pay ហើយអញ្ចឹងពេលដែលយើង pay ហ្នឹងឯងសុំកុំភ្លេចដាក់ promo code របស់ Red Bus និង Larita ផងគឺ OB Larita ពេញហើយគឺយើងគ្រាន់តែចុច pay now ទៅគេ load មកនៅ KHQR យើងបង់លុយតាមហ្នឹងហើយអ្នកទាំងអស់គ្នាឃើញទេងាយស្រួលហើយមិនចាំបាច់ចំណាយពេលទៅទិញផ្ទាល់ទៀតអញ្ចឹងពេលព្រឹកឡើងហ្នឹងគឺយើងបានចំណាយពេលមកព្រឹកពេញសម្រាប់លំហែកាយនៅ resort ផ្កាព្រៃហ្នឹងហើយបន្ទាប់មកទៀតគឺយើងបានធ្វើដំណើរត្រឡប់ទៅក្រុងបាត់ដំបងវិញហើយជាពេលហ្នឹងដែរនៅក្នុងល្ងាចថ្ងៃដដែលហ្នឹងគឺយើងបានធ្វើដំណើរទៅមកកន្លែងទៀតដែលខ្ញុំអត់ធ្លាប់បានទៅពីមុនមកទេគឺនរីស្រុកបាណន់ខេត្តបាត់ដំបងទៅកន្លែងនេះមានអីអ្នកនរគ្នាប្លែកតាយើងជិះនរីហើយបន្ទាប់មកយើងដើរលេងនៅសួនផ្កាគេសួនទីតាំងគេនិយាយទៅរៀងប្លែកភ្នែកដែរព្រោះថាមានទីតាំងមួយដែលយើងអាចលំហែពេលចុងសប្តាហ៍ជាមួយគ្រួសារដើរលេងមើលទេសភាពអីអញ្ចឹងនៅក្រុងបាត់ដំបងអូខេអ្នកទាំងអស់គ្នាបន្ទាប់ពីយើងដើរលេងនៅក្នុងខេត្តបាត់ដំបងនេះហើយបានចំណាយពេលវេលានៅក្នុងខេត្តបាត់ដំបងនេះហើយយើងក៏ត្រូវត្រឡប់ទៅភ្នំពេញវិញហើយប៉ុន្តែដោយសារតែខ្ញុំត្រូវត្រឡប់ធ្វើការតែម្នាក់ឯងនៅភ្នំពេញហើយបងដឺគឺគាត់ត្រូវធ្វើការបន្តទៀតនៅខេត្តបាត់ដំបងនេះអញ្ចឹងខ្ញុំត្រូវតែត្រឡប់ទៅវិញតាមរយៈការជិះឡានក្រុង Larita ទៅវិញហើយខ្ញុំបានកក់តាម Red Bus ទៀតហើយអញ្ចឹងអ្នកនរគ្នាអាចប្រើប្រាស់ Red Bus បានសម្រាប់ការកក់ឡានទៅណាទៅណីអីចឹងណាអញ្ចឹងកុំឲ្យខាតពេលយូរយើងត្រឡប់ទៅភ្នំពេញវិញហើយអរគុណអ្នកនរគ្នាសម្រាប់ការតាមទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់សង្ឃឹមថាអ្នកនរគ្នានឹងមកលេងនៅខេត្តបាត់ដំបងនេះលើកក្រោយដឹងថាទៅកន្លែងណាដឹងថាញ៉ាំអីហើយបានចំណាយពេលនៅខេត្តបាត់ដំបងនេះដោយភាពសប្បាយរីករាយអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៅកន្លែងផ្សេងទៀតជាមួយខ្ញុំនារីចលចរបាយបាយ